តុលាការចេញដីកាឃុំខ្លួនលោកអុកញ៉ាលីគួងដាក់ពន្ធនាគាររឿងរកស៊ីនិងកាង Scams Online ជាច្រើនកន្លែងនៅថ្ងៃទី15 ខែមករាឆ្នាំ2026ចៅក្រមបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវលោកលីគួងអាយុ50ឆ្នាំនៅពន្ធនាគាររាជធានីភ្នំពេញភេជននេះត្រូវបានតំណាងឲ្យការចោទប្រកាន់ពីបទល្មើសរួមមានការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចបទច្បោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំងនិងបទសម្អាតប្រាក់ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជានិងទីកន្លែងផ្សេងទៀតចាប់តាំងពីឆ្នាំ2019រហូតមកដល់បច្ចុប្បន្នបទល្មើសមានបញ្ញត្តិឲ្យប្រន្ទាទោសតាមមាត្រា377និងមាត្រា380នៃក្រមព្រហ្មទណ្ឌនិងមាត្រា38នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មតាមព័ត៌មានលោកលីគួងដែលមានងារជាអុកញ៉ាផងដែរបានរកស៊ីនឹងកាងបទល្មើស Scams Online នេះយ៉ាងខ្លាំងនិងជាច្រើនកន្លែងដែលអ្នកល្មមមិនសូវស្គាល់និងឮឈ្មោះនោះទេសូម្បីតែនៅតំបន់ព្រែកចាក់ដែលក្រុមបរទេសរត់ចេញយ៉ាងប្រសិទ្ធប្រសើរកាលពីយប់មិញក៏ម្នាក់នេះនៅពីក្រោយផងដែរចាំមើលតើជាប់ពាក់ព័ន្ធជាមួយនរណាខ្លះទៀតដែលនៅកាំងពីក្រោយខ្លឹមសារទាំងស្រុងពីលោកស៊ិនសុបកសនសុបហេក